តវីដេអូការពីខ្ញុំបិណ្ឌខ្ញុំនឹងគ្រួសារបាននាំបងស្រីនិងបងថ្លៃប្រុសខ្ញុំទៅលេងនៅភ្នំបន្នន់ហើយនឹងនាំពួកគាត់ទៅជិះឡូរីផងដែរទៅភ្នំបន្នន់នោះគម្រោងត្រង់នាំពួកគាត់ឡើងលើភ្នំប៉ុន្តែមនុស្សច្រើនណាស់ហើយមេឃរោភ្លៀងទៀតទៅក៏សម្រេចចិត្តថានាំគ្នាមកជិះឡូរីវិញតែមកដល់ហ្នឹងគឺមេឃភ្លៀងល្មមចាំតម្រាំដែលបានជិះគឺជិត1ម៉ោងបងប្អូនហើយសម្បត្តិការពីថ្ងៃទូទៅហ្នឹងឬក៏លើកណ្ដាលសម្បត្តិហ្នឹងគឺគេដាក់តែ10000រៀលទេប៉ុន្តែជាក់ស្ដែងខ្ញុំទិញថ្ងៃបុណ្យនេះគឺសម្បត្តិ15000ក្នុងម្នាក់តែចំណែកឲ្យកូនខ្ញុំទីទូហ្នឹងគឺគេអត់បានគិតលុយទេគឺគេឲ្យជិះហ្វ្រីតែម្ដងគិតលុយតែពួកខ្ញុំ4នាក់ទេបំណាច់ថាមកហើយមេឃភ្លៀងមិនក៏ដោយក៏ពួកគាត់តស៊ូចាំជិះតទៅបានដែរនេះពេលចេញទៅហ្នឹងគឺមេឃភ្លៀងចម្ងាយផ្លូវដែលយើងជិះនឹងរៀងយូរគួរសមដែររៀងឆ្ងាយដែរបងប្អូនខ្ញុំអត់បានកណនាឬក៏ស្មានមើលថាចម្ងាយប្រហែលគីឡូម៉ែត្រពីស្ថានីយ៍ទី1ទេហើយជិះទៅដល់ខាងមុខហ្នឹងគឺគេមានកន្លែងស្ថានីយ៍គេចោះហ្នឹងមានកន្លែងលក់អាហារលក់អីដូចជាភោជនីយដ្ឋានកន្លែងកំសាន្តគេណាបងប្អូនមានសួនណាអញ្ចឹងគេឲ្យទៅដល់គេឲ្យពួកយើងចោះដើរលេងសិនមិនអាចថាឡើងចោះហើយឡើងមកវិញភ្លាមទេអត់ទេគេឲ្យយើងចោះដើរលេងសិនហើយមួយទៀតអ្នកដែលទៅមុនហ្នឹងដើម្បីបានត្រឡប់មកវិញគឺគេត្រូវឈរចាំដូចគ្នាឈរចាំអ្នកមុនចាំមុនទៅអ្នកមកក្រោយចាំក្រោយទៅអ្នកណាមកមុនអ្នកនឹងឡើងជិះមកវិញមុនអញ្ចឹងអ្នកណាទៅដល់មកវិញក្រោយគឺចាំជិះជើងចុងក្រោយគេនេះជាលើកទី1ហើយដែលតាំងពីគេបើកឡូរីហ្នឹងមកខ្ញុំមិនដែលទៅជិះទេទៅជិះលើកទី1នេះហើយដោយសារកូនទាទៅប្រពន្ធក៏ទាទៅហើយបងស្រីនិងបងថ្លៃក៏គាត់ចង់ឃើញអញ្ចឹងក៏ជូនទៅបានទៅទឹកភ្លៀងទាំងអស់គ្នាហ្នឹងទៅយើងជិះត្រប់តាមជើងភ្នំនឹងរហូតវាខែភ្លៀងចេះវាម្យ៉ាងដែរវាអត់ក្តៅហើយយើងត្រជាក់ព្រោះថាវារៀងសើមពេកបបាច់តិចតែមិនអីទេកាលពីមុនធ្វើស្រែនៅដកស្ទូងភ្លៀងទៅទឹកជោកជាប់មិនដែលរអ៊ូអីផងអញ្ចឹងត្រូវប៉ុណ្ណឹងក៏ត្រូវទៅតែអ្វីដែលខ្ញុំខ្លាចគុណផ្ដាសាយដែរហើយខ្ញុំវាអាសាផ្ដាសាយដែរប៉ុន្តែល្អដែរលើកនេះគឺត្រូវភ្លៀងញឹកញាប់ដែរប៉ុន្តែខ្ញុំអត់មានផ្ដាសាយសោះក្អកក៏អត់ក្អកប្រហែលជាជំងឺនឹងវាលេងចូលខ្លួនខ្ញុំហើយមើលទៅឥឡូវយើងមកដល់ស្ថានីយ៍គេហើយមើលបងប្អូនឃើញទេមានប្រជាជនយើងបងប្អូនយើងឈរចាំត្រៀបត្រាដើម្បីចាំជើងជិះចេញទៅវិញហ្នឹងពួកគាត់សក់ទៅមកតាំងពីមុនភ្លៀងអញ្ចឹងពួកខ្ញុំទៅតែមកដល់ទេហើយគេឲ្យពួកខ្ញុំហ្នឹងចុះទៅដើរលេងនៅក្នុងខាងស្ដាំដៃហ្នឹងគឺគេមានភោជនីយដ្ឋានគេមានសួនកំសាន្តគេមានកញ្ចក់អីយើងចូលប៉ុន្តែខ្ញុំដើរជុំទៅវាអត់មានអីត្រូវទិញទេបងប្អូនហើយវាភ្លៀងរហូតអញ្ចឹងទៅក៏សម្រេចចិត្តថានាំគ្នាត្រឡប់មកវិញទៅព្រោះយើងត្រូវរងចាំឈរចាំផងវាអាចនឹងយូរបើមិនយើងមិនងាយមកចូលជួអញ្ចឹងហើយភ្លៀងរហូតភ្លៀងរាំងអញ្ចឹងពួកខ្ញុំវាពិបាកដើរដែរបន្ទាប់ពីចាំយូរពេកហើយទៅយើងមើលទៅកាលាយើងមកឈរចាំយូរវាពិបាកជីហ៎ពិបាកចាំជើងជីហ៎វាយូរទៀតអញ្ចឹងក៏នាំគ្នាថាសម្រាប់ចិត្តដើរលេងទៅនាំកូននាំចៅដើរមានបងប្អូនយើងផ្សេងក៏ដើរដែរនៅពេលដែលដើរបានចម្ងាយប្រហែលប្រហែលជា1គីឡូជាងដល់មើលតកូនខ្ញុំគាត់ចង់ជិះឡូរីខ្លាំងគាត់ចង់ដើរទេអញ្ចឹងហើយក៏សម្រាប់ចិត្តថាផ្ញើកូនជាមួយនឹងឡូរីគេទៅតាមទៅមុនហើយឲ្យគាត់អង្គុយចាំនៅក្នុងស្ថានីយ៍ទី1ហ្នឹងនោះទៅឲ្យទៅមួយគេហើយក៏អរគុណបងប្អូនប្រុសម្នាក់នោះដែរដែលគាត់ជួយយកអាសាកូនខ្ញុំរហូតដល់កន្លែងស្ថានីយ៍ពេលត្រឡប់មកវិញក៏នាំគ្នាចូលញ៉ាំអីឲ្យហើយមុននឹងទៅដល់ផ្ទះព្រោះបើសិនជាដល់ផ្ទះហ្នឹងគឺយើងពិបាកចេញមកវិញមិនឃ្លៀងអញ្ចឹងបើថាយើងចូលទៅសើមហើយហូបអាហារចាំចូលផ្ទះតែម្ដងចប់អញ្ចឹងខ្ញុំនាំគាត់មកញ៉ាំសាច់អាំងនៅមាត់ស្ទឹងសង្កែហ្នឹងអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេសូមអរគុណបងប្អូន